ជំរាបសួរវីដេអូនេះខ្ញុំនឹងធ្វើការថតនៅសកម្មភាពដែលខ្ញុំនឹងបង្ហាញពីរបៀបទាញកម្មវិធី Open Worship ដាក់ដំឡើងនិងប្រើប្រាស់នៅក្នុងប្រភេទ Apple Computer MacBook Pro អញ្ចឹង Computer ដែលខ្ញុំកំពុងប្រើនេះ MacBook Pro Retina ហើយសេរីចាស់ដែរទេអញ្ចឹងយើងអាច check មើលនៅក្នុងប្រភេទsystem ហ្នឹងប្រើ macOS Monterey version 12.7.6 អញ្ចឹងកម្មវិធីនេះតេស្តសាកល្បងនិងរចនាឡើងនៅក្នុងប្រភេទ system កម្រិតនេះអញ្ចឹងចំពោះ system ដែលនៅក្រោមនេះខ្ញុំអត់អាចធានាបានថាកម្មវិធីនេះដំណើរការឬក៏អត់អញ្ចឹងចាប់ពី version 12.7 ឡើងទៅគឺកម្មវិធី Open Worship អាចដំណើរការបានរបៀបដែលទាញយកគឺយើងត្រូវការ browser ដែលមាននៅក្នុងនឹងស្រាច់ឈ្មោះ Safari ក៏ប៉ុន្តែខ្ញុំនឹងបង្ហាញមួយទៀត browser ដែលយើងគួរតែប្រើឈ្មោះ Firefox វិញចឹងនេះមាន Firefox មាន Safari ខ្ញុំនឹងបើកបង្ហាញថាហេតុអ្វីបានជាយើងមាន Safari ហើយយើងមិនគួរប្រើចឹងនៅក្នុង website Open Worship www.openworship.app ខ្ញុំចូលទៅក្នុង website ហើយ click យក download ឃើញនៅក្នុងកន្លែង recommend នេះប្រភេទ computer របស់យើងផនខ្ញុំនេះគឺ Intel system ក៏ប៉ុន្តែអ្វីដែល Safari ជួយបាននិង recommend នោះគឺជួយឲ្យយើងនឹងទាញយក Apple Silicon គឺអត់ត្រឹមត្រូវទេអ្វីដែលយើងត្រូវទាញយកគឺប្រភេទ Apple Intel វិញយក Apple Silicon ដាក់ចូលក្នុង system Intel គឺអាចដំណើរការបានទេអញ្ចឹងត្រឡប់មកវិញខ្ញុំ recommend ឲ្យប្រើ Firefox វិញអញ្ចឹង Open Firefox ចម្រោងទៀតបើសិនជាយើងមាន Apple ហើយយើងអត់ទាន់មាន Firefox យើងអាចចូលមកនៅក្នុង Safari ហ្នឹងហើយ search រក Firefox browser ហើយយើងទាញនឹងដំឡើងនៅក្នុង system ហ្នឹងតែបើសិនជាយើងអត់ចង់ទាញនឹងដំឡើង Firefox ប្រើទេយើងអាចប្រើ Safari ដែរប៉ុន្តែកត់ចំណាំខ្លួនឯងគឺមានន័យថាទាញយកឲ្យត្រូវនឹង system របស់យើងគឺ click download នៅលើ Intel installer សម្រាប់ Apple Intel not Apple Silicon right here អញ្ចឹងបញ្ហានេះបញ្ហាតាក់ទងទៅនឹង Safari ទេ browser Safari អញ្ចឹងទាញពី Firefox វិញ www.openworship.app ចូលមកក្នុងហ្នឹងចូលក្នុង download យើងនឹងឃើញថា Firefox recommend for Intel not Apple Silicon M1 M2 M3 M5 not that one ពីព្រោះតែខ្ញុំកំពុងតែប្រើ computer ប្រភេទ Intel click នៅលើ installer download រងចាំវាអញ្ចឹងនៅក្នុងហ្នឹងដោយសារខ្ញុំធ្លាប់ download ហើយចង់បានជាឈ្មោះវា time លេខ1អញ្ចឹងខ្ញុំនឹងបង្ហាញអ្វីដែលយើងបើកនឹងទាញដាក់ដំឡើងនៅក្នុង system របស់យើងប្រភេទ file DMG ជាប្រភេទ mount Apple វាខ្ចប់ទុកជាប្រភេទ file វាខ្ចប់ដែលនៅក្នុងហ្នឹងនឹងមានកម្មវិធីរបស់យើងផ្សេងនៅក្នុងហ្នឹងអញ្ចឹងគ្រាន់តែ right click ហើយ open ឬក៏ double click នៅលើហ្នឹងអញ្ចឹងខ្ញុំចូលចិត្ត double click ជាងពេល double click គឺវា load មកគឺយើងមានកម្មវិធីមួយនៅក្នុងឈ្មោះ Open Worship អញ្ចឹងត្រូវទាញទម្លាក់កម្មវិធីហ្នឹងចូលទៅក្នុង application ដោយសារខ្ញុំមានស្រាប់ខ្ញុំ click យក replace អញ្ចឹងពេលដែល replace ចប់យើងអាចបើកកម្មវិធីហ្នឹងប្រើអញ្ចឹងអត់ទាន់អាចប្រើបានទេដោយសារ Apple គឺវាបិទមិនឲ្យយើងប្រើចំពោះកម្មវិធីណាដែលទាញយកពី website ដែលមិនមានប្រភពមិនស្គាល់ឧទាហរណ៍ Open Worship នេះគឺទៅតែបង្កើតទេចឹង Apple គឺគេអត់មានទិន្នន័យចំពោះ website ហ្នឹងអញ្ចឹងគេមិនអនុញ្ញាតឲ្យយើងប្រើទេវិធីដើម្បីដោះស្រាយបានគឺមានការណែនាំនៅទីនេះយើងអាច download ទាញទម្លាក់ហើយដាក់ចូលទៅក្នុងកម្មវិធីចូលទៅក្នុង folder application បន្តមកទៀតអ្វីយើងត្រូវធ្វើគឺបើកកម្មវិធី terminal អញ្ចឹងនៅក្នុង finder របស់យើងចូលទៅក្នុង application រកមើល folder ឈ្មោះ utility នៅក្នុង application right here utility ហើយរកកម្មវិធីឈ្មោះ terminal right here ខ្ញុំ open terminal តមក instruction កន្លែងនេះគឺឲ្យយើង copy string កន្លែងហ្នឹងខ្ញុំ highlight copy ហើយត្រឡប់មក terminal ខ្ញុំ paste ចូល terminal តមក hit enter រួចរាល់អញ្ចឹងខ្ញុំគិតថាលើកនេះគឺអាចប្រើបានយើងបើកមក launchpad បន្ទាប់មកបើកកម្មវិធី Open Worship អញ្ចឹងឡើយហ្នឹងគឺ Apple ឡើង warning ឲ្យយើងបើកបាន
ចឹងយើងនឹងអាចប្រើប្រាស់កម្មវិធីនឹងបានសម្រាប់ផ្នែក presentation អ្វីដែលឃើញនេះហើយសម្រាប់ការអានព្រះគម្ពីរសិក្សាព្រះគម្ពីរគឺនៅក្នុងនេះបាទចឹងត្រឡប់មកវិញចំពោះ instruction យើងអាចមើលនៅទីនេះឃើញស្រាប់ចឹង instruction ទី1យើងអាចទាញយកយើងតម្លាក់ content ចូលទៅក្នុង folder ឈ្មោះ application បន្ទាប់មកក៏យើងបើកគាត់បានទេហើយយើងត្រូវបើក application utility terminal បន្ទាប់មក copy កន្លែងនេះយើងអាច copy ធ្វើតែម្ដងហើយយើងតេស្តបើកទៅបើសិនជាអត់ទាន់ដំណើរការទៀតយើងអាច copy មួយតង់ទៀតសម្រាប់ Apple M1 M2 គឺត្រូវការធ្វើ2តង់ប៉ុន្តែសម្រាប់ Apple Intel ធ្វើតែមួយតង់ទេគឺ copy ហើយដាក់ចូល terminal ហើយ hit enter តមកជាការស្អាតអាចបើកកម្មវិធីហ្នឹងដំណើរការបានបាទអញ្ចឹងសូមព្រះប្រទានពរ